សម្រាប់បងប្អូនដែលទិញបញ្ជូរព្រឹកទៅហើយចង់ឆុងញ៉ាំព្រឹកដើម្បីសម្រក់ខ្លាញ់សម្រក់ឡាពោះអីញ៉ាំសម្រក់គីឡូហើយនឹងញ៉ាំមកជួយបន្ថែមជាតិវីតាមីន C ក្នុងរាងកាយបងប្អូនទាំងគ្នាយកបញ្ជូរព្រឹកគ្រាមរបស់យើងយកទៅលាងសម្អាតបែបនេះបើកមួយទឹកស្អាតលាងសម្អាតបែបនេះសិនទៅខ្ញុំដាក់តែ2ផ្កាទេព្រោះអី2ផ្កានេះគឺគេឆ្កឹះយកផ្កាខាងក្នុងក្របខាងក្នុងវាចេញហើយអញ្ចឹងវាពេលរីទៅបានធំហ្នឹងបងអញ្ចឹងបើយើងដាក់ច្រើនវាអាចជូរខ្លាំងអញ្ចឹងកាលណាតែជូរខ្លាំងយើងញ៉ាំអត់កើតទេព្រោះយើងអត់បានបន្ថែមស្ករបន្ថែមអីទេអញ្ចឹងការលាងបងប្អូនលាងបេះវាស្អាតអញ្ចឹងមកបើមិនសិនជាវាមានតែកតិចផ្កាកតិចអីជាប់អីអញ្ចឹងបងបេះឲ្យស្អាតមកយើងបើកទឹកហូរប្រហូរវាលាងសម្អាតអញ្ចឹងទៅអាជាតិដីជាតិកំតិចធូលីអីពេលដែលគេសម្ងួតទៅវាអាចមានជាប់មានអីហ្នឹងវានឹងហូរចេញទៅអស់បន្ទាប់មកទៀតយើងច្របាច់វារៀងស្ងួតអញ្ចឹងតិចទៅបងទាំងអស់គ្នាត្រៀមចានមួយឬក៏កែវមួយអញ្ចឹងមកមានស្លាបព្រាមួយអញ្ចឹងមកយើងយកទឹកក្តៅដែលយើងដាំពុះសម្រាប់ត្រៀមឆុងណាយើងយកមកចាក់លាងវាម្សាទៀតបងនេះយើងយកមកចាក់លាងវាបាត់នេះម្សាទៀតមកតលេងវាបាត់នឹងម្សាទៀតដើម្បីឲ្យយើងប្រកបចិត្តថាផ្កាហ្នឹងវាស្អាតល្អហើយអញ្ចឹងណាបងបន្ទាប់មកយើងអាចធ្វើការស្រង់វាចេញពីទឹកក្តៅនៅក្នុងចានហ្នឹងយកទៅដាក់ចូលកែវដែលយើងបានត្រៀមសម្រាប់ឆុងហ្នឹងដែរចឹងនេះគឺជាទឹកក្តៅដែលខ្ញុំត្រៀមរួចរាល់ហើយខ្ញុំដាក់ទឹកមួយកែវហ្នឹងញ៉ាំព្រឹកព្រឹកព្រលឹមឡើងអញ្ចឹងនេះជាផ្កាដែលយើងលាងសម្អាតស្អាតហើយអញ្ចឹងយើងយកមកត្រាំទុកក្នុងទឹកក្តៅរបស់យើងហ្នឹងរយៈពេលប្រហែល5ទៅ10នាទីទៅវាចាប់ផ្ដើមចេញពណ៌ចេញជាតិជូរបងប្អូនអាចយកទៅញ៉ាំបានហើយយើងញ៉ាំតែទឹកវាអញ្ចឹងណាបងចេះញ៉ាំកាកវាបងអាចញ៉ាំទាំងកាកក៏បានដែរប៉ុន្តែវាជូរខ្លាំងណាបងអញ្ចឹងខាងខ្ញុំដាក់តែមួយផ្កាធំគឺដាក់តែមួយផ្កាទេមួយផ្កាតូចមួយខ្ញុំដាក់2ផ្កាអញ្ចឹងគឺជូរមុំសម្រាប់ខ្ញុំណាបងដាក់សិស្សចេះជូរណែនាំឲ្យដាក់បន្តិចតិចទៅដើម្បីយកអាជាតិវីតាមីន C វាយើងក្រែមបន្តិចតិចទៅវាកាត់ជាតិខ្លាញ់កាត់អីបានល្អមានជាតិវីតាមីន C ក្នុងខ្លួនបរឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងវារឹងមាំអញ្ចឹងណាហើយបាត់ជើងបាត់អីស្រួលអញ្ចឹងណាបងអញ្ចឹងបងទិញបញ្ជូរព្រឹកទៅអត់ដឹងរបៀបឆុងបងអាចឆុងញ៉ាំជាតែលក្ខណៈបែបនេះបានណា